គ្រូពេទ្យបានឈួតហើយនៅតែមិនអាចព្យាបាលវាបានតើជំងឺរបស់អ្នកបានធូរស្រាលបន្ទាប់ពីអ្នករៀបការជាមួយមនុស្សធម្មតាទេជំងឺរបស់ខ្ញុំបានជាសះស្បើយដោយមិនចាំបាច់ប្រើថ្នាំបន្ទាប់ពីខ្ញុំបានចាក់ចេញពីអ្នកខ្ញុំមិនល្អដូចអ្នកទេខ្ញុំខ្លាចជាឆ្កែបន្ទាប់ពីខ្ញុំចាក់ចេញពីអ្នកខ្ញុំចូលចិត្តវានៅពេលអ្នកមើលមកខ្ញុំបែបនេះតើអ្នកធ្លាប់ញ៉ាំម្ហូបនេះជាមួយឈើស្រស់ទេកុំបារម្ភអីសត្វតូចឲ្យសូម្បីតែសត្វរុយក៏គ្មាននៅក្នុងផ្ទះដែរកុំបារម្ភអីសត្វតូចឲ្យសូម្បីតែសត្វរុយក៏គ្មាននៅក្នុងផ្ទះដែរសម្រាប់ប្រាប់ខ្ញុំឲ្យនិយាយវាដោយសេរីខ្ញុំឃ្លានវាមិនមែនជាប្រភេទនៃការស្រេកឃ្លានដែលខ្ញុំយល់នោះទេនិយាយថាអ្នកស្រឡាញ់ខ្ញុំហេតុអ្វីត្រូវស្ដាប់អ្វីដែលអ្នកដឹងថាคล้ายអ្នកស្រឡាញ់ខ្ញុំតែអ្នកមិនព្រមទទួលស្គាល់វាទេខ្ញុំនឹងទៅចម្អិនម្ហូបឲ្យអ្នកថ្ងៃនេះខ្ញុំអាចធ្វើចានមួយទៀតបានស៊ូម៉ូមិនបានញ៉ាំអ្វីទេពេញមួយថ្ងៃខ្ញុំខ្លាចថាគាត់នឹងមិនអាចទ្រាំបានទេដោយសារតែបាត់បង់ឈាមច្រើនពេកសួស្ដីជាសៀងតើអ្នកអាចតាក់ទងស៊ូម៉ូឲ្យខ្ញុំបានទេប្រសិនបើអ្នកមិនអាចតាក់ទងពួកគេបានបន្ទាប់ពី1ម៉ោងសូមទូរស័ព្ទទៅប៉ូលីសអ្វី Nancy យូធានមករកអ្នកមែនទេអូហើយតើលោកអ្នកអាចសួរមិត្តភក្តិរបស់លោកដែលធ្វើការក្នុងអាជីវកម្មគ្រឿងអលង្ការបានទេសូមរកខ្សែឲ្យខ្ញុំឲ្យបានលឿនតាមដែលអាចធ្វើទៅបានខ្ញុំបានផ្ញើរូបថតទៅអ្នករួចហើយដូចគ្នាបេះបិទអស្ចារ្យមែននេះជាអំណោយសម្រាប់អ្នកការភ្ញាក់ផ្អើលខ្ញុំក៏បានចុះហត្ថលេខាដោយម្រាមដៃរបស់គាត់ដែររោមអ្វីការភ្ញាក់ផ្អើលពេលអ្នកកាត់ម្រាមដៃខ្ញុំវាស្ងប់ស្ងាត់ជាងពេលនេះទៅទៀតមែនទេ